ក្រុមអនុញ្ញាតជំរាបសួរដល់បងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានសូមគោរពជំរាបសួរទៅដល់អតិថិជនរបស់ក្រុមហ៊ុនមូលបត្រ PP Link ទាំងអស់ផងដែរថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទឡុងសំណាងនាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link Security សម្រាប់ថ្ងៃនេះបងប្អូនទាំងអស់គ្នាគឺជាពេលវេលាមួយដែលល្អខ្លាំងមែនទែនជាពិសេសគឺមុននេះបន្តិចតែម្ដងតម្លៃហាងឆេងនេះបានទម្លាក់ខ្លួនមុនបន្តិចគឺច្រើនដែរបាទគួរសមដែរវាคล้ายទៅជាឱកាសនៅក្នុងការទិញនៅក្នុង technical មួយគេហៅថាស្រមោលដើមទៀនម្ដងអញ្ចឹងចូលទិញមិញនេះគឺចំណេញបានរហូតដល់តែ$400ជាងបងប្អូនទាំងអស់គ្នាដែលកំពុងតែមើល live ប្រហែលជាចំណេញនៅពេលណាមិនក៏ខ្ញុំអត់ដឹងបាទតែបងប្អូនទាំងអស់គ្នាដែលនៅក្នុង group Telegram EcoFi VIP Signal ក៏ដូចជា EcoFi Academy ផងដែរបាទអាចនឹងដឹងថាខ្ញុំបានបោះ signal ចូលទៅក្នុងការទិញលក់ឲ្យបងប្អូនទាំងអស់គ្នាមុននេះបន្តិចបាទប៉ុន្តែបងប្អូនទាំងអស់គ្នានេះគឺជាការចូលទិញបែបជាស្រមោលដើមទៀនម្ដងបងប្អូនទាំងអស់គ្នាដែលបានចូលវគ្គសិក្សា training ជាមួយខ្ញុំហើយចូលមេរៀនស្រមោលដើមទៀនម្ដងប្រហែលជាបងប្អូនទាំងអស់គ្នានឹងអាចដឹងថាអូកន្លែងនេះល្អខ្លាំងមែនតើបើសិនជាចូលចំកន្លែងទៀតរហូតតែចំណេញបានច្រើនតែបើសិនជាយើងរៀងមុនបន្តិចប្រហែលជាកម្រិតនៃការចំណេញយើងត្រឹមតែ3លេខទៅ5 7លេខនេះតែប៉ុណ្ណោះប៉ុន្តែបើសិនជាចូលបានត្រូវចំណុចដូចមិញហ្នឹងណាអ្នកទាំងអស់គ្នាគឺ10លេខជាងគឺតម្លៃហាងឆេងមាសចុះមួយបកគោលមុននេះបន្តិចគឺទម្លាក់ដល់41.50ហើយបានហក់ឡើងដល់រហូតដល់តែ41.60ជាងវិញបន្តិចអញ្ចឹងយើងកាត់ចំណេញហើយទម្លាក់ signal ហើយកាត់ចំណេញក៏ហើយដែរបាទចំណេញរៀងគ្រាន់បើដែរអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ដឹងចង់យល់ពាក់ព័ន្ធជាមួយនឹងការជួញដូរឧបករណ៍នេសាទអ្នកទាំងអស់គ្នាមិនមែនគ្រាន់តែដឹងថាទិញហើយនឹងលក់នៅកន្លែងណានោះទេអ្នកទាំងអស់គ្នាត្រូវតែដឹងអំពីយុទ្ធសាស្ត្រនិងឱកាសដែលអាចនឹងកើតមានឲ្យបងប្អូនទាំងអស់គ្នាចូលទិញលក់អញ្ចឹងបងប្អូនទាំងអស់គ្នាកុំគិតថាបើគណនីជួញដូរហើយឬក៏វិនិយោគហើយអ្នកទាំងអស់គ្នាចេះតែទិញចេះតែលក់កាត់ចំណេញខាតហ្នឹងគឺគ្រប់គ្រាន់ហើយមិនទេវានៅច្រើនទៀតហើយបើសិនបើបងប្អូនទាំងអស់គ្នាទាញយកចំណេះដឹងនឹងទាំងអស់ឬក៏វិធីសាស្ត្រវិធីធ្វើឬក៏យុទ្ធសាស្ត្រមួយចំនួននៅក្នុងការអនុវត្តទាញយកផលចំណេញឬក៏ឱកាសនៅក្នុងការប្រែប្រួលរបស់តម្លៃហាងឆេងមាសហ្នឹងអ្នកទាំងអស់គ្នានឹងរក្សាបានប្រាក់ចំណេញច្រើនហើយគឺសវត្ថិភាពដើមទុននៅក្នុងការចូលជួញដូររបស់បងប្អូនទាំងអស់គ្នាទៀតកន្លែងនេះគឺល្អខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាចូលរួមសិក្ខាសាលារបស់ពួកយើងទាំងវគ្គទី1វគ្គទី2វគ្គទី3បាទវគ្គទី3កម្រមានណាពាក់ព័ន្ធជាមួយនឹងការវិភាគព័ត៌មានតែម្ដងហើយថ្ងៃនេះគឺចូលវគ្គទី1វគ្គទី2ព័ត៌មានតិចតួចដែរប៉ុន្តែមិនមែនទាំងស្រុងទេវគ្គទី3គឺវិភាគព័ត៌មានតែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាមូលដ្ឋានគ្រឹះទី1ខ្ញុំគិតថាបងប្អូនទាំងអស់គ្នាមិនពិបាកទេត្រឹមតែស្គាល់ថាតើអ្វីទៅជាឧបករណ៍នេសាទតើការជួញដូរឧបករណ៍នេសាទគេប្រើប្រាស់ឧបករណ៍អ្វីខ្លះដើម្បីជាជំនួយនៅក្នុងការជួញដូរតើឧបករណ៍នេសាទគេជួញដូរទិញលក់បែបណាអញ្ចឹងចេះទិញលក់ចេះចុចមុខងារទិញលក់កាត់ខាតកាត់ចំណេញចូលទិញលក់នៅកន្លែងណាបាទកាត់នៅកន្លែងណាដាក់កំណត់ខាតនៅកន្លែងណាដាក់កំណត់ចំណេញនៅកន្លែងណាទាំងអស់នេះប្រហែលជានៅក្នុងមូលដ្ឋានគ្រឹះហើយពាក់ព័ន្ធជាមួយនឹងទំនោរចុះឡើងឬក៏ pattern អក្សរ M អក្សរW head and shoulder ឬក៏ sideways up down អីសិតតែនៅក្នុងមូលដ្ឋានគ្រឹះទាំងអស់បាទសិតតែនៅក្នុងមូលដ្ឋានគ្រឹះទាំងអស់ដល់ពេលអ្នកទាំងអស់គ្នាចេះជួញដូរនៅក្នុងនឹងមើលការជួញដូរចេះប្រើប្រាស់ដើមទុននៅក្នុងការជួញដូរដែលប្រកបដោយសុវត្ថិភាពហើយអ្នកទាំងអស់គ្នាពេលនោះអ្នកទាំងអស់គ្នាមានកម្លាំងបានន័យថាមានឥទ្ធិពលមួយហើយមានអ្វីដែលត្រូវធ្វើហើយប៉ុន្តែអ្នកទាំងអស់គ្នាមិនដឹងថាតើត្រូវធ្វើអីហ្នឹងហើយយើងចូលវគ្គទី2ពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្រនៅក្នុងការចូលទីផ្សារបាទហើយនឹងឱកាសនៅក្នុងការចូលទីផ្សារបាទវាមានឱកាសច្រើនមានសមោលដើមទៀនម្ដើមមាន sideways ចន្លោះប្រមាណទៅប្រមាណមានការប្រើប្រាស់ដើមទុនមាន head and shoulder ឬក៏យុទ្ធសាស្ត្រនៅក្នុងការប្រើប្រាស់ដើមទុននៅក្នុងការរក្សាសុវត្ថិភាពហានិភ័យរបស់បងប្អូនអរគ្នាអញ្ចឹងនៅច្រើនមែនទែនអាហ្នឹងយើងអត់ទាន់និយាយអំពីព័ត៌មានសោះតែម្ដងយើងនិយាយតែពីមូលដ្ឋានគ្រឹះបន្តិចបន្តួចហើយពាក់ព័ន្ធជាមួយនឹងឆាតបន្តិចបន្តួចទេវានៅ technical មួយចំនួនទៀតអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាដែលស្រឡាញ់នៅការជួញដូរឧបករណ៍នេសាទហើយអ្នកទាំងអស់គ្នាមករៀនមកបាទមករៀនមក
ដើម្បីឲ្យចំណេះដឹងរបស់យើងនឹងវាកាន់តែរីកចម្រើនថែមទៀតបាទអ្នកដែលពូកែអ្នកដែលខ្លាំងណាបាទអ្នកទាំងអស់គ្នាប្រកាសណាស់គឺសុវត្ថិភាពគឺចំណេញបាទខ្ញុំឧទាហរណ៍ថាអ្នកចូលព្រៃចោះបាទគេចូលព្រៃមួយជីវិតគេហើយគេនៅតែក្នុងព្រៃគេចេញចូលដូចរាល់ថ្ងៃអ្នកណាគេមិនស្គាល់បងលុកព្រៃមួយអីដូចជាបងក្តីហ្នឹងគេអ្នកសាក់គិតមើលអ្នកទាំងអស់គ្នាសាក់គិតមើលគាត់ចូលទៅដល់ណាគាត់មិនខ្វះអីហូបទេបាទគាត់មិនខ្វះអីហូបទេអញ្ចឹងបានន័យថាចេះហើយនៅក្នុងព្រៃចេះគ្រប់យ៉ាងអស់ហើយអញ្ចឹងចង់បានបែបហ្នឹងអញ្ចឹងយើងនៅក្នុងការជួញដូររបស់យើងគឺបែបហ្នឹងដែរបានន័យថារាល់ចំណុចទាំងអស់គឺយើងយល់ដឹងអស់ហើយកន្លែងណាដែលគួរចូលកន្លែងណាមិនគួរចូលកន្លែងណាដែលគួរទិញមិនគួរទិញណាកន្លែងហ្នឹងអ្នកទាំងអស់គ្នាដឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នានឹងរៀងស្រាលខ្លួនទី1បើ account ហើយជួញដូរហើយរៀងស្រាលខ្លួនមិនសូវគិតច្រើនហើយចំណេញទៀតបាទអញ្ចឹងស្វាគមន៍នៅតែនិយាយដដែលស្វាគមន៍បងប្អូនទាំងអស់គ្នាមកចូលរួមអូខេតោះអ្នកទាំងអស់គ្នាដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅមើលតម្លៃហាងឆេមាសបន្តិចកម្រិតឲ្យធំដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានមើលឃើញបន្តិចមុននេះបន្តិចណាបងប្អូនទាំងអស់គ្នាខ្ញុំចូលបកគោដើមទៀនម្ដងនេះអ្នកដែលបានរៀនពីជាមួយខ្ញុំពាក់ព័ន្ធមួយសមោលដើមទៀនម្ដងណាពេលដែលវាចុះវែងអញ្ចឹងណាយើងចូលទៅទិញនៅខាងក្រោមនេះបាទពេលដែលវាទៅដកជើងមិញខ្ញុំទិញនៅ57ផងបើសិនខ្ញុំទិញនៅ50គុតណាបាទ41 50គុតឬក៏ហ្នឹងហើយ41 50គុតចំណេញមិនបាច់ទេបាទតែខ្ញុំទិញនៅ57ទិញនៅតម្លៃហ្នឹងមិញទិញនៅតម្លៃហ្នឹងតែវាទៅឡើងដល់60ជាងខ្ញុំកាត់ចំណេញដូចជា400ជាងណា400ជាងតម្លាក់ចូលទៅក្នុង group Eco 5 VIP Signal ហើយអញ្ចឹងបងប្អូនទាំងអស់គ្នាដែលជួញដូរនៅក្នុងហ្នឹងអាចដឹងហើយណាអូខេតោះអញ្ចឹងបងប្អូនទាំងអស់គ្នាគឺ58 59អញ្ចឹងចំណុចហ្នឹងហេតុអីបានយើងដឹងថាចំណុចហ្នឹងគឺជា support ហេតុអីបានយើងដឹងថាចំណុចហ្នឹងគឺជាតម្លៃមួយដែលត្រូវ retracement ឡើងទៅលើត្រឡប់ទៅវិញត្រង់ថាឡើងទៅត្មងឬក៏ឡើងទៅធ្លាក់មកវិញអត់សំខាន់ទេអត់ហើយក៏អត់ខ្វល់ដែរខ្វល់ថាឡើងឲ្យខ្ញុំចំណេញទៅបានហើយបាទទិញលក់ឲ្យបានចំណេញទៅបានហើយអញ្ចឹងកន្លែងហ្នឹងហើយបងប្អូនទាំងអស់គ្នាធ្លាប់ឮថាជួញដូរមាសស្រស់នៅក្រៅធ្លាក់ហើយបាទឡើងហើយបារម្ភប៉ុន្តែនៅក្នុងឧបករណ៍នេះសនអ្នកទាំងអស់គ្នាមានតែទូរស័ព្ទដៃមួយបើគណនីជួញដូរស្របច្បាប់ពីគណនេយ្យត្តករមួយបាត់កម្ពុជាហើយចាំជួញដូរតាម platform តាមទូរស័ព្ទដៃអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងមានន័យថាទិញក៏បានលក់ក៏បានដែរហើយមិនខ្វល់ពីតម្លៃទីផ្សារចុះឬក៏ឡើងទេបាទហេតុអីហ៎បើសិនជាដឹងថាចុះបានចំណេញទៀតចូល sale បើឡើងបាយទៀតបានចំណេញទៀតអញ្ចឹងបានន័យថាចុះឡើងទិញលក់រហូតបាទទិញលក់រហូតតែម្ដងបាទយើងអាចកាត់ចំណេញនៅក្នុងនឹងដោយការសម្រេចចិត្តរបស់យើងប្រកបដោយវិជ្ជាជីវៈនៅក្នុងការជួញដូរដែលមានជំនាញអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែសិក្សាបន្ថែមទៀតព្រោះវាខ្ញុំគិតថាវាទៅជាជំនាញមួយវាគឺជាវិស័យមួយដែលអ្នកទាំងអស់គ្នាអាចរកលុយបានក្មេងៗសាក្រោយបានព្យាយាមទាញយកឱកាសមួយចំនួនទៅវឹកហាត់ពីវាបន្តិចពេលនោះអ្នកទាំងអស់គ្នានឹងយល់ពីវាកាន់តែច្បាស់ថាតើការជួញដូរឧបករណ៍នេះសនគឺជាអីគេគឺជាការជួញដូររបៀបអីគេតើអាចរកផលចំណេញបានដែរអត់ឬក៏ឮតែពាក្យគេនិយាយទៅលើតិចយើងជុំវិញតិចយើងអាហ្នឹងវាតែងតែអញ្ចឹងមែនឬតើយើងគួរតែទៅមើលវាម្ដងថាតើវាពិតជាអញ្ចឹងឬក៏មិនមែនបាទអានេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាទៅមើលអញ្ចឹងពីខ្ញុំវិញអ្នកទាំងអស់គ្នាលើកទឹកចិត្តឲ្យមកយល់ដឹងពីវាឲ្យកាន់តែច្បាស់មុននឹងធ្វើមុននឹងនិយាយបាទដើម្បីឲ្យវាកាន់តែប្រសើរឡើងណាមិញនេះចូលបាយមិញ57 41 57បាទចំណេញបានគ្រាន់ដែរបាទគ្រាន់មែនបាទប៉ុណ្ណឹងចាត់ទុកថាអូខេបាទស្ទើរតែស្មើអាចនិយាយបានថានៅក្នុងប្រទេសកម្ពុជារបស់យើងកម្រិតនៃចំណូលត្រឹមតែ2 300 400ហ្នឹងគឺអ្នកខ្លះរកមួយខែបាទរកមួយខែហើយយើងចូលតែមួយប្រតិបត្តិការពីរប្រតិបត្តិការឲ្យវាមានប្រសិទ្ធភាពទៅគឺល្អខ្លាំងមែនតើអភិសេកនិយាយអញ្ចឹងមិនមែនមានន័យថាវាងាយពេកទេវាងាយពេកទេមិនមែនទេណាបងប្អូនទាំងអស់នេះមិនមែនទេហើយក៏វាមិនមែនបានមួយថ្ងៃអញ្ចឹងរហូតដែរបាទមិនមែនទេបាទគឺវាតែងតែចុះឡើងថ្ងៃហ្នឹងយើងចំណេញបាទអាចថាស្អែកថាមិនបានដែរចំណេញទៀតហ្នឹងហើយអញ្ចឹងអាស្រ័យលើយើងចូលទីផ្សារទេអញ្ចឹងវាមិនប្រកបទេណាបងប្អូនទាំងអស់នេះមែន 100% ហើយក៏មិនមែនធានាដែរគឺវាតែងតែចុះឡើងគឺយើងប្រើចំណេះដឹងប្រើជំនាញប្រើការវិភាគយើងពិតប្រកបទៅក្នុងការជួញដូរប្រើ technical ប្រើការយុទ្ធសាស្ត្រនៅក្នុងការចូលទីផ្សារប្រើ
បត់ពិសោធន៍នៅក្នុងការចូលទិញលក់អញ្ចឹងបានយើងប្រើបានយើងជួញដូរបានអត់មែនឆៅខ្មែរយើងថាដលងមូលដូចដលងមូលទៅដល់ប្រហែលប៉ុណ្ណឹងទេមិនមែនទេបើទៅអញ្ចឹងជួញដូរអត់រួចទេទៅរួចទេការជួញដូរមួយនេះមិនមែនស្រួលដល់ថ្នាក់នឹងពេកទេបាទមិនមែនស្រួលដល់ថ្នាក់នឹងពេកស្ដាប់សម្ដីឬការនិយាយឬតែចំណេញទៀតហើយដូចស្រួលបាទប៉ុន្តែអ្នកទាំងអស់នេះចង់បញ្ជាក់ថាមិនមែនស្រួលទេបាទមិនមែនស្រួលទេរាល់ការស្រួលទាំងអស់ហ្នឹងគឺសុទ្ធតែឆ្លងកាត់បទពិសោធន៍ឆ្លងកាត់ជំនាញវិជ្ជាជីវៈមើលពិតប្រាកដវាច្រើនឆ្នាំទៅហើយបាទអាចមើលទៅវាស្រួលដែរបាទតែសម្រាប់គ្រប់គ្នាមិនមែនស្រួលដល់ទាំងអស់គ្នានោះទេណាចង់ល្អចង់មានជំនាញចង់ឲ្យរហអាចបានទៅស្រួលអញ្ចឹងយើងមិនសូវគិតអីច្រើនយើងទៅរៀនសូត្របាទទៅរៀនសូត្រតែអត់ទៅរៀនសូត្រទេចប់ហើយបាទអត់កើតទេអញ្ចឹងវិនិយោគមុនគេគឺចំណេះដឹងបាទគ្រប់យ៉ាងទាំងអស់គឺវិនិយោគលើចំណេះដឹងណាតោះអញ្ចឹងកន្លែងនេះមិញបានចំណេញហើយតោះទៅទៀតថាតើថ្ងៃហ្នឹងតម្លៃហាងឆេងមាសវានឹងអាចប្រែប្រួលទៅតម្លៃណាបងប្អូនទាំងអស់គ្នាចំណាំទុកតិចព្រោះដោយសារតែនៅក្នុងរយៈពេលប្រហែលជា 4-5 សប្តាហ៍នេះឬមួយខែជាងនេះទំនោរតម្លៃហាងឆេងមាសគឺស្ថិតនៅក្នុងទំនោរ down trend នៅឡើយទេបានន័យថាទៀបប្រឆាត់ទៅក្រោមនេះអញ្ចឹងវាជាទំនោរនៃការ down trend ឡើយទេ down trend មានន័យថាធ្លាក់ជាបន្តបន្ទាប់ធ្លាក់ហើយឡើងហើយធ្លាក់ឡើងច្រើនឡើងទៅវិញឡើងអត់ដល់តម្លៃខ្ពស់ទេធ្លាក់ទៅទៀតធ្លាក់ផុតបាត់ឡើងទៅវិញវាបែបហ្នឹងណាហ្នឹងគេហៅថា down trend បាទទំនោរធំរបស់តម្លៃហាងឆេងមាសឥឡូវនេះគឺជាទំនោរធ្លាក់ចុះអ្នកដែលវិនិយោគរយៈពេលវែងណាអ្នកទាំងអស់គ្នារយៈពេលវែងហ្នឹងមិនមែនវែងឆ្ងាយទេណាបើវែងឆ្ងាយគេបាយវិញហើយគេទិញវិញហើយប៉ុន្តែរយៈពេលប្រហែលជាសប្តាហ៍ឬក៏ខែគេ sell ហើយគេ sell ទុកចោលអញ្ចឹងទៅចំណេញបាន10 20 50 60លេខ100លេខអីគេកាត់ចំណេញម្ដងណាប៉ុន្តែអ្នកដែលជួញដូររៀង short term ខ្លីៗចូលទៅកាត់ចំណេញដូចពួកខ្ញុំមិញហ្នឹងដោយដែលតម្លាក់ signal ឲ្យបងប្អូនទាំងអស់នេះចូលទិញលក់ហ្នឹងអញ្ចឹងអាហ្នឹងគេចូលទិញលក់រយៈពេលខ្លីគេទិញក៏បានគេលក់ក៏បានមួយណាក៏បានបាទមួយណាក៏បានឲ្យតែចេះមើល candlestick នឹងចេះតែមើល chart technical នៅក្នុងហ្នឹងណាលយហ្មងនេះកន្លែងនេះមិញខ្ញុំទិញនៅ57ឥឡូវ59ចំណេញបាន$2ដែរបើ1អោនហ្នឹងហើយ1អោនយើងចំណាយតែ20រៀលជាងចូលទីផ្សារហ្នឹងហើយចំណេញបាន$2កាត់ចេញមកបាទរួចបាយថ្ងៃត្រង់បាត់ហើយរួចកាហ្វេពេលព្រឹកបាត់ហើយឃើញទេវាបែបហ្នឹងអញ្ចឹងបើចាំតិចទៀតវាឡើងដល់60ជាងឡើងចំណេញតាមហ្នឹងទៅបាទតែបើសិនបើចាំហើយវាធ្លាក់ចុះដល់ក្រោមទាំងអស់នេះខាតកន្លែងនេះឃើញទេអញ្ចឹងមានន័យថាវាអត់ស្រួលទេបាទវាអត់ស្រួលទេបញ្ជាក់ម្ដងទៀតណាអូខេណែ60បាត់ហើយអញ្ចឹងវា$3បាត់ហើយចុះមិញខ្ញុំចូលដល់100អោនមកហ្នឹងដើមទុនធំដែរអញ្ចឹងយើងដាក់ចូលម្ដង100អោនមានន័យថាយើងមួយឡតខ្សែចុះ1អោនចំណេញមក$ចុះ100អោន$1 1ដងវាត្រូវតែ$100ចុះឥឡូវវាឡើងដល់60វា$300បាត់ហើយតែខ្ញុំមិនកាត់បាន400ជាង400 500ដែរ400ជាងណាតោះអូខេបងប្អូនទាំងអស់គ្នាខ្ញុំមានរូបឲ្យបងប្អូនទាំងអស់គ្នាចូលទីផ្សារថ្ងៃហ្នឹងទីផ្សារមួយរយៈពេលនេះគឺមិនសូវដើរទៅតាមព័ត៌មានសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់អាមេរិកទេគឺភាគច្រើនគឺដើរមុននឹងឲ្យមើលរូបហ្នឹងខ្ញុំឲ្យបងប្អូនទាំងអស់គ្នាមើលឆាតជាក់ស្ដែងមួយសិនឲ្យអ្នកទាំងអស់គ្នាអាចសម្ដៅមើលឃើញរូបបែបណាណាហ្នឹងហើយព្រោះក្នុងចេតនាមួយនៅក្នុងការបង្រៀនចែករំលែកបាទអាចថាអញ្ចឹងក៏បានដែរបើសិនជាគ្រូគេហៅថាបង្រៀនដែរបើសិនជាពួកខ្ញុំចែកម្លែកបាទប៉ុន្តែធ្លាប់ធ្វើគ្រូដែរបាទច្រើនឆ្នាំដែរណាបងប្អូនអរគ្នាអញ្ចឹងហើយចែកម្លែកក៏បានគ្រូក៏បានដែរបាទព្រោះនេះជាចេតនាផ្ដល់ឲ្យហើយបាទណាបើសិនជាអ្នកទាំងអស់គ្នាគិតថាល្អបាទយកទៅប្រើប្រាស់ទៅបាទណាអញ្ចឹងមកកណិតធម្នាក់អ្នកទាំងអស់គ្នាមកកណិតធម្នាក់ឥឡូវអ្នកទាំងអស់គ្នាបានមើលឃើញមកនេះឃើញរូបបែបណាឃើញទេមិនប្រកាសថារូបនឹង 100% ដូចបេះបិទទេដល់រូបនឹងក៏បេះបិទបានអានឹងគេហៅថា head and shoulder ឬក៏ W ប៉ុន្តែមែនទេ technical chart គឺមិនមែនអាចដល់ 100% ដល់ប៉ុណ្ណឹងពេកទេអញ្ចឹងអ្នកទាំងអស់គ្នាមើលរូបនឹងមើលខ្ញុំកាត់ឲ្យអ្នកទាំងអស់គ្នាមើលបន្តិចនេះណាកាត់បន្តិចនេះឥឡូវយើងឃើញរូបហ្នឹងណាយើងដកនេះចេញនេះធ្វើនេះយកមកធ្វើនេះទៅណាឃើញទេអញ្ចឹងទោះបីជាអានេះខ្ពស់បន្តិចក៏ដោយអូខេទទួលស្គាល់ថាអានេះខ្ពស់បន្តិចប៉ុន្តែវាចេញជាកពូ3អញ្ចឹងវាចេញជាកពូ3អញ្ចឹង
chẳng ai cái lấy này phía rồi trở này đại bị cho mốc chỉ mũi nâng cả thế lại chọc cái lấy nâng á phía rồi trở mong cho mốc chỉ mũi nâng cả thế lại chọc tích được kho bài nâng cái tích được kho bài nâng nâng cứ chỉ chừng nói muối cái hai tha tích được kho lại bạn tích được kho lắm dây xàm mánh bông bông ngon đi đầm bay cầm oi bông bông ngon đi su nom tha ấy cái tích được kho là cứ chỉ can nốt chả nằm vậy mong thấy bà chị thấy đấy cứ chỉ can nốt chả nằm còn long mọc tam bị đạo ti nơi ca co cao nơi ca chát bằng nơi ca vì hiện làm lại tích được kho nâng mọc chẳng vì cứ chỉ can nốt chả nằm cả lại nâng hỏi chỉ ca vi đầm lại nơi hạt Paul trầm tới nâng Costco chẳng mà hạt Paul thầm thở chớn chẳng mà này tha cứ chỉ ca nốt chấm nắm nơi bắt vì sao đài trầm trời nhé nhưng từ tu ban chẳng chẳng thấy anh ấy cái hai thật tích được họ lại trong một tí họ bom ôn ngõ này dương ngõ ngái dương nhạc lát luôn nó nâng bình nhạc lát luôn nơi là khai dương tay ta khơi bom ôn tầng ngõ này rồi có kìm liên cùng pi mưa chặt mình đưa mưa khai nằm ấy hay dương cao máu đang là chóm ấy khai tầng đọc pi đó hay ngày tiền bần lắm đang là chóm nó đang môi na của bạn này và tái cái nốt chấm nắm tha nó cao được không chấm nắm ni và cao được hai ni cao được ngày ni quát chi cho được mình được bài nè thấy nhé nè chấm nắm chụp chấm nắm chơi thọ rung xanh vì mẹ dân từ bạn thấy nhé muốn sơi khâu mà này bạn muốn sơi khâu thì hai anh ấy kỹ nâng cứ chỉ can nốt chấm năm nơi tùm lọp rước có bắt bị sót đại trầm trời còn lon móc thị rồi chờ thấy nhé nâng cái can lang tiền chẳng vì pe khác dương phải pe thà tương ông nó cứ ấy kì tu tì thấy nhé bàn tay cái miên nốt chấm năm đại bà lọ mền sman nấc kì bà sman nấc mỏ nó kho mòn nó kho tầm mòn bạn nó kho tầm mòn dương ní cao vị phiệt tinh này khó cứ dương vị phiệt từ tam tụm nổในการปลายพูดบอกแต่หลายหางเชนเมียแต่ลอกมินกับลองเมาหรือก็สัญญาณในการดอลปีเหตุปอร์เมียนเหตุรังกระทบหรือก็ปอร์เมียนเซ็งเซ็งได้เพื่อเอาดำเริงกาในการกดกงนั้นbằng cao chiaสัญญาณในการทะเลจอกหรือก็เก่าหลายเคยไหมยังเขาเคยอย่างนั้นไปได้ยังเขาเคยอย่างนั้นให้ยังไอ้กำหนดตื้อได้แต่หลายหางเชนเมียทาวิหนึ่งเตอร์นาแต่เลือดก็แต่ก่อนvà thay rồiก็thảo chẳng những aiจะធ្វើមុនnày chẳng dương miên phật tang dương miên hạt Paul dương miên reference ấy chởn xem ép bình chết ha cao về phía bao dương rồi còn từ đại bao dương của vùng đào nữa vì trời vì xòm vì là cái nhé bài này chẳng cả lại đi cái lại nó phía rồi trào tầm đó bạn vì chỗ đó bài sập tờ cao sập phía rồi cứ lệ cho ao tay tùm nô chạp là biệm chẳng bạn đối như bạn thọp chấm điểm chun phèp bong bóng tụi con này tha chát với ở đây của họ dương ấy tịnh để kho ở đây của họ dương tỷ bạn đồng lay hàng trên biết có ở đây của họ dương tỷ bạn tập cột công chớn chiếng đồng lấy lại cho hỏi tại đồng rơi ca chớn chiếng đồng lấy ca là ấy ảnh chết thoa mà đã tại dương tỷ đây mình chưa ta lại tiếng ở nừng chẳng vì thưa ở vía bắt bằng ở ca là con cá chui đồ bảo dương bắt bằng ở ca là con cá chập gió phao về giáo nữ cho nên đừng cái lại cái sạn đừng cái nhé cái lại nên cứ sầm khăn là thế ok bằng con ngon này chẳng chát mùi ní nhom xong thôi khỏi chứ nhom đừng phép ta lại chui đô đừng ngày nắng đọt bằng con ngon ní ta tác ta lại ná đại dương thử tính ta lại ná đại dương thử lụ bằng con ngon ní chát ní đại dương mưa manh hao vậy bàn tay ở lại ní trong đạn ta lại và toạp tiếp ai bằng con chủ tình muốn ní tại sao đại dương tinh nơi hàm pel hao vậy tiếp nhau mặt ai bằng con ngon ní tinh nơi cái lại nên thiệt thì bạn Phật mệnh nữa ta lại nè nơi buồn này bạn lấy và đo khổm đi chẳng bây giờ vì tỷ lệ đo khổm đi ha vì tỷ lệ đo sai sự môi xám á bông bông ngon như trôi tình vào đòn tiệt sai sự môi xám đấy sai sự môi xám bông bông ngon như trôi tình này cả lại nè bạn sai sự môi xám vị trí support môi nó càng khỏi ấy bông bông ngon hết support môi nó càng khỏi số cật tề bạn bàn tay và này ta ngon như ấp trên mưa support cho anh mình support này anh mình support này cho chọa môi na đây bạn anh ấy vẽ con bọt sao tia trong này đăng tia đây ta tá support môi nã đây chi support con được phép được nó ca chấu chui đố rồi có cầm nót thứ đây ta lại hàng trên miết đây lẹo mà nó lại nè nè thế nhé tỏ chẳng đi cứ chi support tim muối đây là ta ngon ai châu tinh bán cứ sai sầm môi sàm đấy sai sầm môi sàm ai châu tinh bán TP là ta ngon này support TP đây là ta ngon này có ai châu tinh bán tia đấy nơi sai sập chật vậy đó sai sập chật vậy thì lẹo đó
3,700 3,900 ទៅប្រកាសណាបាទឥឡូវនេះគឺចំណុច 3,800 3,900 នៅក្នុងមួយអោនណាគឺវាផុយស្រួយណាស់បាទគឺវាផុយស្រួយណាស់មានន័យថាវានឹងអាចនឹងទៅដល់ងាយណាស់ណាអញ្ចឹងបងប្អូនទាំងអស់គ្នាដែលបាយដែលទិញប្រុងប្រយ័ត្នផងបាទប្រុងប្រយ័ត្នផងដូចខ្ញុំថាយ៉ាងអ្នកទាំងអស់គ្នាមានលុយទិញប៉ុន្តែអ្នកទាំងអស់គ្នាអត់ចេះប្រើលុយនឹងទិញឲ្យបានឲ្យវាមានប្រសិទ្ធភាពទេអ្នកខ្លះមានលុយប្រមាណទៅទិញទាំងអស់បាទអត់ដឹងថាហើយអត់បានវិភាគទៅលើតម្លៃនឹងថាតើតម្លៃនឹងបានចុះអស់នៅវាពិតប្រកបថាឡើងអត់ឃើញទេដល់ពេលទៅមើលទៅវាអត់ជាក់លាក់នៅក្នុងការចុះឬក៏ឡើងទៀតទេប៉ុន្តែដឹងច្បាស់ថាជាតម្លៃទាបស្រាប់តែយកលុយមកដុំហ្នឹងទាំងអស់ទៅទិញមកដល់បាទហើយដល់ពេលមួយសន្ទុះក្រោយមកឬក៏ស្អែកឡើងទីផ្សារចុះទៀតចង់ទិញឃើញតម្លៃល្អតម្លៃនេះមកគេថាឡើងទៅលើវិញតែពេលហ្នឹងមានលុយណាទិញអត់មានលុយទិញអញ្ចឹងនេះគឺជាវិធីសាស្ត្រនៅក្នុងការឬក៏យុទ្ធសាស្ត្រនៅក្នុងការជួញដូរបាទជួញដូររកស៊ីមុខរបរវាត្រូវតែមានអញ្ចឹងយើងអាចទៅលងមូលចង់ទៅលក់កាហ្វេតោះទៅលក់កាហ្វេបាទមានលុយដែរបាទតែបើនិយាយពីឆុងកាហ្វេហ្នឹងមិនដែរបានឆុងអីបន្តិចបើនិយាយពីញ៉ាំកាហ្វេហ្នឹងក៏មិនមែនជាអ្នកចូលចិត្តញ៉ាំកាហ្វេដែរអញ្ចឹងអារសជាតិត្រូវប្រម៉ូទប្រាប់គេហ្នឹងក៏ពិបាកបាទហៅបុគ្គលិកមកជួបបុគ្គលិកមកដើម្បីឲ្យចេះឆុងកាហ្វេហ្នឹងក៏ពិបាកដែរអញ្ចឹងតោះតែយើងស្រឡាញ់វាតោះតែយើងទៅធ្វើវាតោះតែយើងដឹងពីវាអាហ្នឹងធ្វើបានល្អហ្មងបាទធ្វើបានល្អអញ្ចឹងអ្នកទាំងអស់គ្នាការជួញដូរឧបករណ៍សន្សំវាដូចគ្នាអញ្ចឹងបែបបិទណាតោះអញ្ចឹងកន្លែងទិញយើងមានហើយទី1ទី2យើងមានហើយមិញកន្លែងនេះមួយណាកន្លែងនេះមួយនេះចំណុចទូលីមួយហ្នឹងហើយនៅក្រោមនេះមួយទៀតណាក្រោមនេះមួយទៀតយើងទិញនៅក្រោមនឹងមួយទៀតអូខេចុះលក់វិញខ្ញុំចង់លក់ចុះបើខ្ញុំចង់លក់នៅណាអាយ៉ាលក់នៅនេះបាទលក់នៅនេះបាទលក់នៅតម្លៃ41.86បាទប្រសិនបើតម្លៃហ្នឹងហក់ឡើងត្រឡប់ទៅវិញបងប្អូនទាំងអស់គ្នាអាចលក់នៅកន្លែងហ្នឹងបានណា41.86លក់ទី2បាទ resistance ទី2នៅតម្លៃ42.22បាទ42.22លេខល្អដែរ42.22ជាលេខកន្លែងចាស់ណាបងប្អូនទាំងអស់គ្នាមិនមែនលេខស្អាតលេខស្រឡាញ់ទៀតទេបាទគឺវាស់ទៅឃើញអាហ្នឹងហ្មងបាទអញ្ចឹងសំបីតែបានន័យថាការតាក់តៃហ្នឹងក៏វាស់ទៅឃើញលេខហ្នឹងដែរពេលខ្លះវាបានន័យថាវាល្អទាំងព្រមណាទេវតាក៏នៅខាងយើងដែរអញ្ចឹងណាបាទអញ្ចឹងអ្នកទាំងអស់គ្នាពេលមានកលៈទេសៈបែបហ្នឹងត្រូវតែផឹង 100% ត្រូវតែបានន័យថាមានប្រមាណទៅទាំងអស់បាទមិនមែនឲ្យទិញទាំងអស់ណាមានន័យថាកម្លាំងណាកម្លាំងកាយកម្លាំងចិត្តហ្នឹងទៅខំប្រឹងធ្វើវាឧទាហរណ៍ថាអ្នកទាំងអស់គ្នាកំពុងតែហៅនៅមុខរបរអីមួយបើកវងចោលទៀតណាបើកវងចោលបន្តិចបាទជីវិតរបស់យើងពេលដែលយើងហៅទៅមានមនុស្សគ្រប់គ្រងច្រើនស្រឡាញ់ច្រើនរាប់អានច្រើនហើយយើងកំពុងតែហៅលុយបានអ្នកទាំងអស់គ្នាកុំបន្ថយណាកុំបន្ថយដៃឲ្យសោះហើយកុំទ្វេប្រហែសឲ្យសោះកុំអំនួតឲ្យសោះបាទតែមិនអញ្ចឹងទេលទ្ធផលវានឹងថមថយតាមហ្នឹងហើយអញ្ចឹងពេលដែលមនុស្សគ្រប់គ្នានៅខាងយើងទេវតានៅខាងយើងយើងត្រូវតែផឹងឲ្យអាចប្រើពាក្យមួយថាឲ្យអស់ចាមកផឹងធ្វើអ្វីដែលល្អរបស់ល្អមួយហ្នឹងអាចប្រើពាក្យថាស្លាប់ចោលណាធ្វើល្អសោះថោះថាផឹងទាំងអស់គ្នាអញ្ចឹងផឹងអញ្ចឹងហ្មងអញ្ចឹងលទ្ធផលនឹងវាបានមកច្រើនតែអ្នកទាំងអស់គ្នាមនុស្សយើងឯងខ្លាចជាងគេមិនបាច់ចាំប្រើពាក្យនឹងទៅតិចអញ្ចឹងមែនទេបាទបាច់ខ្វល់ទេបាទមកពីយើងមនុស្សយើងហ្នឹងឯងការពារជាងគេបាទខ្លាចឈឺខ្លាចស្លាប់ខ្លាចពិបាកខ្លាចវេទនាជាងគេហ្នឹងគឺយើងហ្នឹងហើយបាទតោះអញ្ចឹងទៅទៀតអញ្ចឹងអានេះការលក់របស់យើងណាការលក់បើសិនជាលក់អ្នកទាំងអស់គ្នាលក់ទី1ទី2នៅកន្លែងហ្នឹងសម្រាប់ព័ត៌មានអ្នកទាំងអស់គ្នាខ្ញុំបើកឆាកព័ត៌មានបន្តិចសម្រាប់ព័ត៌មានមកដល់ពេលនេះយើងទទួលស្គាល់ថាមានការចុះកិច្ចសន្យា MOU ហើយច្បាស់លាស់ហើយប៉ុន្តែឥឡូវនេះកត្តាដែលពិបាកជាងគេមួយគឺអ៊ីស្រាអែលតែម្ដងបាទអ៊ីស្រាអែលតែម្ដងជាមួយនឹងពួកអូទៀមខាងអ៊ីរ៉ង់មួយចំនួនឬក៏ខាងលីបង់បាទអញ្ចឹងបើសិនជាស្ដាប់ទៅវារៀងពិបាកដែររៀងសាំញ៉ាំតិចដែរណាហ្នឹងហើយយើងអត់ទាន់ថាណាខុសណាត្រូវទេប៉ុន្តែបើសិនជាខាងអ៊ីស្រាអែលអូខេបានតិចណាទាំងអស់គ្នាគឺសង្គ្រាមនឹងបិទស្អាតធេងហ្មងណាល្អខ្លាំងមែនតែនហើយច្រកហមូសនឹងក៏ល្អខ្លាំងឡើងវិញសេដ្ឋកិច្ចវានឹងចាប់ផ្ដើមដើរងើបឡើងវិញអ្នកទាំងអស់គ្នាបញ្ជាក់បន្តិចណា
ពេលដែលបិទសង្គ្រាមហើយសេដ្ឋកិច្ចល្អបាទបិទសង្គ្រាមទៅចាប់ផ្ដើមម្នាក់ខំប្រឹងសេដ្ឋកិច្ចអាហារទាំងអាមេរិកទាំងអឺរ៉ុងទាំងចាប់ផ្ដើមអភិវឌ្ឍហើយពេលនោះអ្នកទាំងអស់គ្នាគ្រាន់តែឮថាបិទសង្គ្រាមអាមេរិកជាមួយនឹងអឺរ៉ុងអ្នកទាំងអស់គ្នាចាប់ផ្ដើមទិញបាទប្រយ័ត្នបន្តិចព្រោះដោយសារអីពេលដែលបិទសង្គ្រាមទៅវាមានហេតុផលពីរនឹងកើតឡើងត្រូវតែតាមដានវាសិនបាទពេលដែលបិទសង្គ្រាមទៅយើងគិតថាបិទសង្គ្រាមអាមេរិកជាមួយអេរ៉ង់មាននឹងឡើងបាទពីមុនគឺចឹងហ្មងបាទតែឥឡូវនេះត្រូវទៅតាមមើលវាបន្តិចនេះគឺជាការបិទរហូតប្រសិនបើវាកើតរឿងនឹងកើតឡើងអញ្ចឹងវានឹងបិទរហូតវានឹងមានរឿងពីរកើតឡើងទី1មនុស្សម្នាក់គេនឹងទៅវិនិយោគឬក៏កាន់ប្រាក់ដុល្លារដដែលគេគិតថាសង្គ្រាមចប់ហើយគេលែងខ្វល់ខ្វាយអីអញ្ចឹងគេអាចយកប្រាក់ដុល្លារទៅធ្វើ business អីផ្សេងបានណាឃើញទេលុយដុល្លារនៅតែល្អដដែលអញ្ចឹងមាសអាចធ្លាក់ចុះទៀតអញ្ចឹងអ្នកទាំងអស់គ្នាបាយសម័យថាចុះបិទសង្គ្រាមហើយមិនក៏ធ្លាក់ចុះទៀតណាឃើញទេអញ្ចឹងត្រូវតែតាមដានស្ថានភាពទាំងអស់ហ្នឹងពេលដែលអ្នកទាំងអស់គ្នាដឹងស្ថានភាពទាំងអស់ហ្នឹងដឹងពីប្រយោជន៍ទាំងអស់ហ្នឹងថាទូទុនទៅខាងណាល្អទៅខាងណាយើងយកមកប្រៀបធៀបមួយតម្លៃហាងឆេងមាសមកបានយើងដឹងថាវានឹងប្រែប្រួលតាមណាអូខេហើយពាក់ព័ន្ធជាមួយនឹងព័ត៌មាននេះអ្នកទាំងអស់គ្នាខ្ញុំគិតថាมันពិបាករកទេបាទมันពិបាករកទេព្រោះឥឡូវព័ត៌មាននៅក្នុងដៃរបស់បងប្អូនទាំងអស់គ្នាអ្វីដែលសំខាន់គឺការសម្រេចចិត្តនៅក្នុងការជួញដូរឬក៏ការវិនិយោគឬក៏ការប្រើប្រាស់ដើមទុនអ្នកទាំងអស់គ្នាមានជំនួយពីខាងក្រុមហ៊ុន PP Link អ្នកទាំងអស់គ្នាអាចcall មកក្រុមការងារ PP Link ឬក៏អ្នកទាំងអស់គ្នា call មកតាមរយៈទីប្រឹក្សារបស់អ្នកទាំងអស់គ្នាផ្ទាល់បាទមិនត្រឹមតែអ្នកទាំងអស់គ្នាបើកគណនីជួញដូរឧបករណ៍នេសាទមួយ PP Link ទើបអាច call បានសួរព័ត៌មានតម្លៃហាងឆេងនេះទេអ្នកទាំងអស់គ្នាមិនទាន់បើកក៏អាចសួរបានដែរបាទក៏អាចសួរបានណាក៏បានដែរនៅក្នុង PP Link អ្នកទាំងអស់គ្នាអាចសួរបានបាទបើសួរខាងចំប៉ះជំនាញទៅគេនឹងនិយាយបានល្អជូនដល់អ្នកទាំងអស់គ្នាតែបើអ្នកទាំងអស់គ្នា call មកប៉ះអ្នកអត់ជំនាញទៅបាទអាចថាសពេចស្ពិលអីយ៉ាងតែគេនឹងតែនាំអ្នកទាំងអស់គ្នាទៅរកអ្នកជំនាញនៅក្នុងការជួញដូរតម្លៃហាងឆេងមាសឬក៏ដឹងពីតម្លៃហាងឆេងមាសហ្នឹងតែម្ដងអូខេអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនទាំងអស់គ្នាវិនិយោគទៅលើចំណេះដឹងមុនណាដើម្បីឲ្យបងប្អូនទាំងអស់គ្នាយល់ដឹងអំពីការជួញដូរតម្លៃហាងឆេងមាសអ្នកទាំងអស់គ្នាអាចបើក account ជួញដូររកផលចំណេញពីតម្លៃហាងឆេងមាសហ្នឹងបានហើយដោយសារតែវិស័យមួយនេះនិយាយឲ្យកក់ស្ដាប់គឺអត់ខ្វល់ថាទីផ្សារឡើងឬក៏ចុះទេទិញក៏បានលុយលក់ក៏បានលុយប៉ុន្តែមួយទៀតណាកុំនឹកឃើញថាចំណេញពេកទិញក៏ខាតលុយលក់ក៏ខាតលុយដែរទាំងពីរហ្នឹងអាស្រ័យទៅលើជំនាញនិងចំណេះដឹងរបស់យើងនៅក្នុងការចូលទិញឲ្យបានត្រូវទិសដៅអូខេអ្នកទាំងអស់គ្នាការ live មួយនេះគឺផ្ដល់នៅចំណេះដឹងទី1ទី2គឺផ្ដល់នៅតម្លៃជួញដូរឲ្យបងប្អូនទាំងអស់គ្នាប្រចាំថ្ងៃទី3គឺពាក់ព័ន្ធជាមួយនឹងព័ត៌មានផ្សេងៗផងដែរអរគុណសម្រាប់ពេលនេះខ្ញុំបាទសំណាងសូមជម្រាបលាចង់ដឹងព័ត៌មានលម្អិតសូមចូលទៅទស្សនាលើការវិភាគប្រចាំថ្ងៃលើគេហទំព័រ Facebook YouTube Ecofy Academy